តោះឥឡូវយើងឈប់តុកសិចជាមួយនឹងវីដេអូដែលគេ copy យើងមកធ្វើវីដេអូថ្មីអញ្ចឹងជាទូទៅអ្នកដែលចាប់ផ្ដើមប្រើ AutoCAD ដំបូងតែតែជួបបញ្ហា web out របស់កោងអញ្ចឹងឧទាហរណ៍ថាខ្ញុំ web out តុកនេះមួយ WIP enter ហើយខ្ញុំ enter មួយទៀតដើម្បី select object យើង select object ទៅហើយយើងយក no ដើម្បីរក្សា line object ដែរអញ្ចឹងគឺវាកាត់ផ្ទៃ background ឲ្យយើងដើម្បីឲ្យឃើញតុករបស់យើងគឺវាផុសឡើងមកលើអញ្ចឹងឧទាហរណ៍ចំពោះកៅអីនេះវិញកៅអីនេះកោងអញ្ចឹងយើង web out ធម្មតាគឺអត់កើតទេឧទាហរណ៍ថាខ្ញុំ web out ធម្មតាចុះខ្ញុំចុច web out ហើយ enter ម្ដងទៀតដើម្បី select object អញ្ចឹងខ្ញុំ select object គឺវាឲ្យយើង web out ទេអញ្ចឹងយើងមានវិធីមួយគឺយើងប្រើ plugin មួយឈ្មោះថា web out OB2WO នេះអញ្ចឹងដំបូងគឺយើងចូលមកកាន់ A P enter ហើយយើងយកទីតាំងជ្រើសរើសទីតាំងដែលយើងត្រូវ upload ចូលទៅក្នុង AutoCAD របស់យើងហ្នឹងអញ្ចឹងគឺខ្ញុំដាក់នៅលើ desktop ហើយនេះឈ្មោះ web out នេះចាំខ្ញុំតម្លាក់ចូលនៅក្នុង link Telegram ខ្ញុំចុចលើហ្នឹងហើយខ្ញុំចុចពាក្យ load ហើយតោះមកយើង close វាទៅអញ្ចឹងខ្ញុំមកប្រើម្ដងទៀត OB2 enter ប៉ុណ្ណឹងទៅបន្ទាប់មកយើងចុចលើ object ដែរអញ្ចឹងគឺវាឲ្យយើង web out បានងាយស្រួលជាងមុនខ្ញុំឧទាហរណ៍ថា object របស់ខ្ញុំនៅក្រោមអញ្ចឹងខ្ញុំលើកវាឡើងមកវិញមើលអញ្ចឹងគឺវាដាច់ background ស្អាតងាយអញ្ចឹងចំពោះ web out ហ្នឹងគឺយើងអាចប្រើបានទៅលើ ellipse យើងវាយ el enter ទៅតមកហើយនឹងរង្វង់ c enter ហ្នឹងអញ្ចឹងយើងប្រើបានទាំងអស់អត់តែ SPL ទេ SPL គឺយើងប្រើអត់បានទេអរគុណច្រើន